នាយកប្រតិបត្តិភ្ញាក់ឡើងភ្លាមវាមានអារម្មណ៍ដូចជាមេឃបានធ្លាក់ចុះមកមាននរណាម្នាក់ដេកនៅក្បែរខ្ញុំបុរសធាត់ម្នាក់ដែលមានទម្ងន់300ផោនគាត់មិនអាចជួយអ្វីបានក្រៅពីភ្លាមនោះដោយមានអារម្មណ៍ចង់ក្អួតខ្ញុំក៏រត់ទៅភ្លាមគាត់ចាប់ផ្ដើមក្អួតនៅក្នុងបង្គន់នៅពេលនេះក្មេងស្រីធាត់ក៏មើលទៅហាក់ដូចជាខ្ញុំបានភ្ញាក់ឡើងប៉ុន្តែវាគ្រាន់តែល្អណាស់ដូចជាសៀវនៅក្នុងបន្ទប់ទឹកពួកគេបាននិយាយថាពួកគេចង់ដោះស្រាយបញ្ហាជាមួយគាត់ជាលទ្ធផលក្មេងស្រីធាត់បានឮសំឡេងសៀវនាងភ័យខ្លាចថាគាត់នឹងប្តឹងនាងគាត់បានរើសសម្លៀកបំពាក់និងស្បែកជើងរបស់គាត់យ៉ាងក្មេងប្រុសនោះបានរត់គេចខ្លួនមួយឆ្នាំបានកន្លងផុតទៅក្នុងមួយបោះព្រៃភ្នែកហើយសាលក្រមក៏ត្រូវបានធ្វើឡើងបន្ទាប់ពីខ្ញុំឲ្យមានផលវិបាករយៈពេលវែងចំណាស់ដើម្បីផ្ដល់ឲ្យឧត្តមសេនីយ៍ការស្វែងរកប្រពន្ធគឺជាការជឿក្បាលពិតប្រាកដសម្រាប់អ្នកអាត់ហើយចេញរាល់ថ្ងៃស្ត្រីផ្សេងគ្នាបានមកនៅចំពោះមុខនាយកប្រតិបត្តិលទ្ធផលតែងតែចៅក្រមគ្រាន់តែសម្លឹងមើលវាប៉ុណ្ណោះខ្ញុំបានទៅមន្ទីរពេទ្យដើម្បីជួបគ្រូពេទ្យគ្រូពេទ្យបាននិយាយថាសៀវមានជំងឺនាងមានជំងឺលេបតូមេរីឲ្យតែនាងប៉ះវាពេលនិយាយដល់ស្ត្រីវិញច្បាស់ជាមិនអាចគាត់បានដួលស្អប់បានទេស្ត្រីចំណាស់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយបើដូច្នោះមែនវាមិនមែនជាគ្រួសារមីងរបស់ពួកគេទេតែគ្រួសារនឹងចប់ទេស្ត្រីចំណាស់នោះភ័យខ្លាចខ្លាំងណាស់ស្ទើរតែអាចនិយាយអ្វីបានសំបីតែមួយយ៉ាងណាក៏ដោយនៅពេលនោះក្មេងតូចម្នាក់ក្មេងប្រុសនោះរត់ចូលទៅសួរគ្រូពេទ្យយល់ពីស្ថានភាពផ្ទាល់ខ្លួនរបស់អ្នកជាលទ្ធផលស្ត្រីចំណាស់បានឃើញកូនតូចភ្នែករបស់ក្មេងប្រុសនោះបាត់ធំភ្លាមភ្នែកព្រោះក្មេងប្រុសតូចពិតជាដូចប្រធានាធិបតីការគាត់នៅក្មេងអញ្ចឹងរូបរាងដូច្នេះហើយនាងក៏ចាប់យ៉ាងរហ័សក្មេងប្រុសតូចនោះកំពុងនិយាយអំពីកូនប្រុសរបស់គាត់តែក្មេងនោះខ្លាចជាតូចយ៉ាងដូចម្តេចនៅពេលនេះដែរលោកប្រធានាធិបតីក៏បានការលួងលោមស្ត្រីចំណាស់គឺជាការទទួលស្គាល់តែមនុស្សនោះត្រូវបានជួយសង្គ្រោះទើបស្ត្រីចំណាស់នោះបានដឹងថាវាមិនមែនជាកូនប្រុសរបស់គាត់ប៉ុន្តែពេលមើលក្មេងប្រុសតូចនឹងឧត្តមសេនីយ៍ដូចពេលខ្ញុំនៅក្មេងមុខរបស់នាងគិតថាក្មេងប្រុសតូចនោះវាត្រូវតែជាចៅប្រុសច្បងរបស់គាត់ដូច្នេះហើយនាងក៏ប្រញាប់សួរលោកប្រធានាធិបតីអ្នកធ្លាប់មានទំនាក់ទំនងជាមួយស្ត្រីណាម្នាក់ពីមុនមកទេមានទំនាក់ទំនងស្នេហាហើយប្រធានាធិបតីខ្ញុំក៏នឹកឃើញវាភ្លាមបុរសធាត់នោះដែលមានទម្ងន់300ផោនពេលលើដូច្នោះភ្លាមស្ត្រីចំណាស់ក៏រំភើបណាស់ពីព្រោះនេះក៏បង្ហាញពីទូទៅផងដែរចៅក្រមពិតជាបានតាក់ទងជាមួយអ្នកដទៃនេះដូច្នេះស្ត្រីចំណាស់ក៏ប្រញាប់ប្រញាល់ឪពុកបានសួរក្មេងប្រុសតូចនោះថាគាត់អាយុប៉ុន្មានហើយតាមម៉ាក់ណែណែលើនេះក្មេងប្រុសតូចនោះក៏បាននិយាយផងដែរថាគាត់មានអាយុ10ឆ្នាំទេមានតែម្ដាយទេដែលមើលថែនាងមើលថែខ្លួនឯងជាលទ្ធផលស្ត្រីចំណាស់នោះភ្លាមនោះគឺពួកគេបានសម្រេចចិត្តលើក្មេងប្រុសតូចនោះចៅប្រុសច្បងរបស់គាត់ផ្ទាល់ដូច្នេះពួកគេបានហៅគ្រូពេទ្យយ៉ាងរហ័សដើម្បីឲ្យក្មេងចំឲ្យកុមារធ្វើតេស្តរោគភាពជាឪពុកប្រាកដណាស់នៅពេលនេះម្ដាយរបស់ក្មេងប្រុសតូចពួកគេបានមករកយើងក្មេងប្រុសតូចនោះប៉ុន្តែភ្លាមនោះនាងបានសុំឲ្យគ្រូពេទ្យអាចចេញពីមន្ទីរពេទ្យដោយខ្លួនឯងបានហើយគាត់ថែមទាំងបានសួរគ្រូពេទ្យសូមកុំប្រាប់ម៉ាក់អីខ្ញុំបានមកគ្លីនិកដោយខ្លួនឯងនៅពេលនេះម្ដាយរបស់ក្មេងប្រុសតូចគាត់បានបើកទ្វារឲ្យចូលមកហើយឧត្តមសេនីយ៍កៃខ្វីចៃដនកំពុងកាន់ទូរស័ព្ទរបស់ក្មេងប្រុសតូចក៏បានទៅទទួលទូរស័ព្ទភ្លាមនោះបានមកដល់ខាងម្ដាយគ្រូពេទ្យបានគិតដល់បុរសចំណាស់ដែលទើបតែមកដល់ទីនេះនោះក៏ប្រញាប់ធ្វើតាមនាងពេលចេញមកគាត់បានបញ្ជាក់ដោយចេតនាថាគាត់ក៏នឹងយកក្មេងប្រុសតូចបានទៅពិនិត្យសុខភាពសូមពិនិត្យមើលឲ្យប្រាប់ស្ត្រីនោះឲ្យត្រឡប់ទៅរៀបចំខ្លួនក្រោមនេះជាកំណត់ត្រាវិទ្យាសាស្ត្រលទ្ធផលតេស្តបានចេញមកយ៉ាងឆាប់រហ័សពួកគេបានមកដល់ហើយខ្ញុំមិនបានរំពឹងថាក្មេងប្រុសតូចជាចៅប្រុសច្បងរបស់យាយចំណាស់មែនដូច្នេះគ្រូពេទ្យបានប្រញាប់ប្រញាល់ទៅបន្ទប់មន្ទីរពេទ្យរបស់ក្មេងប្រុសតូចជាលទ្ធផលស្ត្រីនោះនៅតែជាម្នាក់ដោយទឹកមុខងឿងឆ្ងល់ក្មេងប្រុសតូចនោះក៏និយាយឡើងកុមារត្រូវបានផ្ទេរទៅបន្ទប់វេពួកគេបានមកដល់វូតដោយមានគ្រូពេទ្យដើរតាមពីក្រោយសេងបានប្រញាប់ប្រញាល់ប្រគល់វាទៅឲ្យស្ត្រីបានទូរស័ព្ទទៅប៉ុន្តែស្ត្រីចំណាស់នោះនៅពេលនេះពួកគេកំពុងស្នើសុំចម្លើយពីស្ត្រីម្នាក់នោះពីសម័យនោះនិងប្រធានាធិបតីគ្រាន់តែគិតអំពីរបស់ដែលមានទម្ងន់300បុរសធាត់មានអារម្មណ៍ចង់ក្អួតគាត់ថែមទាំងបានគំរាមស្ត្រីចំណាស់នោះថាអ្នកសូមទៅតាមជាព្រះសង្ឃហើយវាបានកាត់ឡើងដូច្នោះភ្លាមស្ត្រីចំណាស់ក៏នាងបានសន្លប់ដោយសារកំហឹងជាមួយគ្នានេះព័ត៌មានលម្អិតជាក់លាក់នៅមិនទាន់ដឹងនៅឡើយស្ត្រីនោះជាម្ដាយរបស់ក្មេងប្រុសតូចនោះប្រុសតូចបានទៅមន្ទីរពេទ្យមួយផ្សេងទៀតបានទៅព្យាបាលប៉ុន្តែភ្លាមនោះនាងបានជួបអតីតមិត្តប្រុសរបស់នាងនៅពេលនេះស្ត្រីចំណាស់ក៏ជាសំណាងល្អគាត់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យខ្ញុំបានឃើញគាត់ដួលទៅលើដីចៅប្រុសច្បងរបស់ស្ត្រីនៅពេលនេះមនុស្សនោះបានដឹងថាពួកគេទើបតែជួបបុរសម្នាក់នោះបានប្រែក្លាយទៅជាអតីតមិត្តប្រុសរបស់នាងនៅពេលនោះស្ត្រីនោះនៅតែមានអាយុ300ឆ្នាំកាលខ្ញុំនៅក្មេងធាត់អតីតមិត្តប្រុសរបស់ខ្ញុំពួកគេចេតនបន្ទាប់ពីស្ត្រីនោះយល់ព្រមពេលនោះហើយទើបខ្ញុំដឹងថាវាគ្រាន់តែជាល្បែងស៊ីសងនៃគេរំព្រៀងនេះគឺដើម្បីផ្ដោតមនុស្សសើចចំអកឲ្យស្ត្រីនោះដោយកំហឹងស្រាប់តែខ្ញុំបានផឹកស្រាមួយដបពេញនេះដោយសារឥទ្ធិពលនៃគ្រឿងស្រវឹងគាត់បានដើរចូលទៅក្នុងការិយាល័យប្រធានាធិបតីអតីតមិត្តប្រុសរបស់ខ្ញុំនៅក្នុងបន្ទប់ខ្ញុំមិនបានស្គាល់មិត្តស្រីបច្ចុប្បន្នរបស់នាងទេមនុស្សចង់ចាក់ចេញភ្លាមយ៉ាងណាមិញមនុស្សដែលមានល្បិចកលនៅខ្សែស្ត្រីនោះបានបញ្ឈប់ស្ត្រីដែលមានល្បិចកលនោះដោយស្គាល់ស្ត្រីនោះថាជាមនុស្សម្នាក់តាំងពីបុរសធាត់ធំនោះអូ
នោះហើយជាមនុស្សពីអតីតកាលបរិសនោះដែលយើងធ្លាប់ធ្វើជាមនុស្សល្មមយន្តវ៉ាន់ដែលបញ្ជាមនុស្សនៅជុំវិញមែនហើយនោះគឺជាគាត់អ្នកដែលបានបញ្ចប់ជាមួយអតីតមិត្តប្រុសរបស់នាងក្រោយពីស្គាល់នារីនោះហើយដោយចេតនាធ្វើឲ្យស្ត្រីអាម៉ាស់មកក្មេងប្រុសតូចនោះបាននិយាយថាគាត់មិនដឹងថាយ៉ាងណាមិញក្មេងប្រៃដែលមកនោះគ្រាន់តែជាអ្នកសុំទានតែអ្នកសុំទានទេដែលនឹងចាប់អារម្មណ៍នឹងស្ត្រីក្មេងប្រុសតូចនោះមើលទៅហាក់ដូចជាឈឺអាកប្បកិរិយានេះប្រមាថស្ត្រីគាត់ប្រកាសជាបានធ្វើឲ្យខ្លួនឯងជួបបញ្ហាដែលមានជំងឺប្រដាប់ភេទមិនចង់ដោះស្រាយជាមួយពួកគេមិនដឹងថាពួកគេមិនមែនជាមានបំណងចង់ឲ្យស្ត្រីនោះចាក់ចេញគាត់បានតែកំភ្លៀងស្ត្រីនោះដោយផ្ទាល់ក្នុងពេលជាមួយគ្នានោះស្ត្រីចំណាស់ក៏ភ្ញាក់ឡើងក្រោយពីមកដល់ខ្ញុំបានឃើញខ្លួនឯងផ្ទាល់ដ៏ធំមួយរបាយការណ៍ទេសភាពជាឪពុករបស់ចៅប្រុសបន្ទាប់មកគាត់ក៏បានទៅភ្លាមកំពុងរកក្មេងប្រុសតូចពេលកំពុងវីកូនបាសូមទូរស័ព្ទទៅលោកប្រធានាធិបតីជាបន្ទាន់ត្រឡប់ទៅមន្ទីរពេទ្យវិញចេញពីមន្ទីរពេទ្យទៅកូននេះជាសាច់ឈាមរបស់អ្នកផ្ទាល់ខ្ញុំនឹងមើលថែគាត់នាងអ្នកអនុញ្ញាតឲ្យគាត់រស់នៅជាមួយឈាមរបស់គ្រួសារគាត់បានរងទុក្ខនៅខាងក្រៅអស់រយៈពេល6ឆ្នាំអ្វីអ្នកអនុញ្ញាតឲ្យពួកគេម្ដាយនិងកូនប្រុសមានពេល1ឆ្នាំមែនទេអ្នកជាមនុស្សមានបាបដែលរងទុក្ខអ្នកគួរតែដាក់វាភ្លាមខ្ញុំបានរកឃើញស្ត្រីនោះហើយរៀបការជាមួយនាងបានផ្ដល់ឲ្យពួកគេម្ដាយនិងកូនប្រុសនៅឋានៈស្របច្បាប់មួយខ្ញុំកំពុងប្រាប់អ្នកថានេះមិនមែនជាការពិភាក្សាទេនេះគឺជាបើមិនដូច្នោះទេគ្រាន់តែធ្វើពុតថាការបញ្ជាទិញនោះមិនមានខ្ញុំជាម្ដាយហើយជានាយកប្រតិបត្តិខ្ញុំមិនដែលនឹកស្មានថាបុរសធាត់ធំម្នាក់នោះពីមុនមកក្មេងនោះពិតជាបានសម្រាលកូនដោយខ្លួនឯងក្នុងពេលជាមួយគ្នានេះក្មេងស្រីនិងស្ត្រីរងគ្រោះក៏នាងត្រូវបានអតីតមិត្តប្រុសរបស់នាងធ្វើបាបលុះត្រាតែស្ត្រីនោះលុបជង្គង់ចុះហើយសុំទោសត្រូវបានអនុញ្ញាតឲ្យចាក់ចេញហើយបន្ទាប់មកពួកគេត្រូវបានត្រូវបានគេទាត់ដួលស្ត្រីចំណាស់នៅលើដីនៅពេលនេះតើអ្នកហ៊ានរើចេញទេសូម្បីតែបន្ទាប់ពីពួកគេមកដល់ផ្លូវនេះអស់ហើយខ្ញុំចង់ឲ្យមិត្តរួមការងាររបស់អ្នកដែលជានាយកប្រតិបត្តិការអ្នកបានមកដល់មន្ទីរពេទ្យរួចហើយយើងគួរតែមក